ជំរាបសួរពុកម៉ែបងប្អូនគ្រាន់តែបើក្បាលវីដេអូមកក៏ឃើញថាថ្ងៃនេះខ្ញុំបានត្រីល្អិតទូចមួយធុងទឹកកកហើយត្រីនេះគឺគ្រួសាររបស់ខ្ញុំទៅបង់នៅអេរ៉ូនីមកាលពីខែប្រាំងឆ្នាំមុនប៉ុន្តែដោយសារតែខ្ញុំរវល់ពេកទៅអត់មានពេលបានកាត់វីដេអូឃើញថាបាត់មុខខ្ញុំពី YouTube និង Facebook រយៈពេលជា2ឆ្នាំហើយដែលខ្ញុំខានធ្វើវីដេអូតែឥឡូវនេះគឺពួកខ្ញុំចាប់ផ្ដើមថតឡើងវិញហើយប៉ុន្តែមិនសូវបានថតពីការធ្វើម្ហូបដូចពីមុនទេគឺយើងថតលេងបែបធម្មតានិងធ្វើម្ហូបផងសូមពុកម៉ែបងប្អូនជួយគាំទ្រវីដេអូរបស់ពួកខ្ញុំផងហើយក៏អរគុណពុកម៉ែបងប្អូនដែលតែងតែជួយ like ជួយ share វីដេអូរបស់ពួកយើងរហូតមកហើយអាត្រីលេតនេះគឺយើងវះប្រឡាក់ឃើញថាក្មួយខ្ញុំគាត់ញាប់ដៃញាប់ជើងខ្លាំងមែនទែនចាយើងវះប្រឡាក់ទុហាលព្រោះយើងបានត្រីល្អិតអញ្ចេះគឺយើងប្រឡាក់ទុហូបយើងនៅស្រុកស្រែអញ្ចេះយើងមិនសូវបាក់ទិញគេច្រើនទេយើងបានខ្លួនឯងខ្លះទៅយើងទិញគេខ្លះហើយក៏ដោតត្រីនេះដោតរួចហើយទៅត្រៀមយកទៅឆ្អើឃើញថាម្ដាយរបស់ខ្ញុំនិងក្មួយរបស់ខ្ញុំគាត់កំពុងតែដាក់ឆ្អើត្រីហើយត្រីនេះគឺបង់បានមិនសូវជាច្រើនប្រហែលទេពុកម៉ែបងប្អូនដោយសារយើងទៅបង់លក្ខណៈគ្រួសារបានតិចតួចគឺយើងយកមកចែកគ្នាយកទៅផ្ទះរៀងខ្លួនទៅបានពេលខ្លះទៅក៏រៀងបានច្រើនដែរដល់ពេលខ្លះទៅក៏បានតិចដែរតាមថ្ងៃណាសម្បូរត្រីគឺយើងបង់បានច្រើនដែរថ្ងៃណាមិនសូវសម្បូរគឺយើងបង់បានតិចតែនៅពេលដែលយើងទៅបង់គឺយើងបង់បានតែត្រីទូចអញ្ចេះឯងដែលបានត្រីធំត្រីអុយទេបើថាបានត្រីធំទាល់តែអាខែទឹកច្រើនក្រាន់បានបង់បានត្រីធំតែខែទឹករាំងសន្រកហើយអត់បង់បានត្រីធំទេបានតែត្រីទូចអញ្ចេះឯងគឺបង់យកមកឆ្អើឬក៏ប្រឡាក់អុយទុហូបឯងហើយត្រីរបស់យើងគឺឆ្អិនហើយប៉ុន្តែខ្ញុំភ្លេចរវល់ការងារច្រើនពេកខ្ញុំអត់បានថតចែកពុកម៉ែបងប្អូនមើលទេឥឡូវនេះគឺឆេបរតនាគាត់បានហូបត្រីឆ្អើជាមួយអំបិលម្ទេសហើយនឹងបាយកកហើយមានម្ជូរស្វាយម្ជូរអំពិលហើយនឹងតសក់អើយគឺថាឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយត្រីឆ្អើស្រួយក្តៅយើងហូបជាមួយអំបិលម្ទេសបាយកកគឺឆ្ងាញ់ខ្លាំងមែនទែនមានម្ជូរស្វាយយើងចិត្តស្ដើងទៀតដឹងតែអស់បាយទាំងឆ្នាំងកុំភ្លេចពុកម៉ែបងប្អូនទាំងអស់គ្នាសាកមើលហូបដូចឆេបរតនាសាកមើលគឺឆ្ងាញ់មែនទែនសម្រាប់ខ្ញុំចូលចិត្តណាស់មកហូបដូចរតនាកាត់ហូបបែបនេះគឺឆ្ងាញ់ខ្លាំងខ្ញុំហូបបាយអស់ទាំងឆ្នាំងហូបនេះគឺយើងនៅស្រុកស្រែបានមកហូបប៉ុណ្ណេះគឺឆ្ងាញ់ណាស់ហើយសម្រាប់ពួកយើងកុំអោយតាអត់មានអុយហូបនៅស្រុកស្រែមិនថាត្រីសាច់បន្លែអុយទេបើសិនតែបន្លែអុយយើងងាយស្រួលរកទេបើត្រីអុយយើងរៀងពិបាករកបន្តិចតែបើសិនតែយើងរកត្រីរកអុយបានហើយគឺយើងបន្លែយើងស្រួលទេយើងអាចបេះបោចតាមផ្ទះតាមអុយជិតអែបផ្ទះបេះនេះបេះនោះទៅបានរួចមកពេលដែលកាត់បន្ថយការទិញគេបានច្រើនដែរសម្រាប់បន្លែតែបើសម្រាប់ត្រីយើងរាំងពិបាករកបន្តិចតែយើងឧស្សាហ៍ដើរទៅបង់ឯនេះឯណោះបានឬក៏យើងមានស្រះមានអុយបើយើងអត់មានស្រះមានអុយទេយើងមានតែទិញគេហើយត្រីបើថាបន្លែប្រឡោអុយនៅជុំវិញផ្ទះខ្ញុំគឺសម្បូរបេះបានមហូប